lấy chơi lấy nhưng mà thân em mình ăn một lần trên điếu thầm máu sạch máu thấy tôi trong chuẩn bị chân dương trên đây chừng đây bóng về hai dương đo tạo nhà nam mùi bàn tê đây bọc chiều rót để lại lăng quát mình rôm từ chừng nào nó to má cái viên tê từ điếu bắt sai cái đây to ở trên đây như con viên như đi cam ở đây quát lăng thật nó viên bạc cái đấy và ở đây cam thôi bài cam ra thật quát bài sập máu từ thà ô là bóng mò ní phơi liên cho mà phơi chỉ lịch lắm hơi nó ngọt ban bật là tam plong ra vì nó cứ cột plong chân này phơi vì nó máu mà phay pram mà chỉ hiến cứ trầm so nó hơi nung so nó hot vì nó tới cầm sệt bạc quạt so bạc ní chỉ đây xa thiên nặng bỏ đót cứ phơi đây chân này phơi con lấy chơi được trong chuẩn bị chân nhà thô mình biên set vô đây rót áo bọc cô na mùi tê quan này nhung trăng xua thà ta đây cam là set bạc quát biên bắt đại ót laoจากไรตัดมาบุกนั่นคือชื่อจำไรรอดให้รอดให้คุยกับมันทอดอะไรนะแล้วมันทอดอะไรเนี่ยอะไรมันทอดสมก้อนจังจองโตเล่โซนปีโซนใบโซนสมบูรณ์โซนล้วนโซน350คือกระเรมันบาดเตะบาดจังเต้แล้วนี่โดยខ្ញុំជម្រាបជូនបងប្អូននៅសាពរមានយើងជាអ្នកព្រោះយើងត្រូវតែរកដំណោះស្រាយជូនប្រជាពលរដ្ឋដាច់ខាតយើងមិនអាចឲ្យគាត់បាត់បង់ទេប៉ុន្តែឥឡូវនេះខ្លងជាប្រព័ន្ធចេញរួចហើយតែគាត់ថាខ្លងជាប្រព័ន្ធហ្នឹងគាត់អត់ទទួលយកគាត់គួរតែតវ៉ាពីដើមគេមានពេលវេលាកាត់ផ្សាយប្រហែលថ្ងៃចឹងទៅដល់ខ្ញុំមកនេះគាត់ចង់បាននិយាយចំមកទៅគាត់ចង់បានដីចំណីផ្លូវថាត្រូវតែឲ្យគាត់ខ្ញុំអត់មានសិទ្ធិទេគាត់ថាបើអ្នកណាមលំពៀនរបស់គាត់បើគាត់បាត់មកក្រេយើងរកសងតែបើឲ្យខ្ញុំតកែប្លង់ប្រព័ន្ធអីខ្ញុំអត់មានសិទ្ធិទេក្នុងនាមណាធោបាទលក្ខខណ្ឌនៃមុននឹងចាញ់ប្លង់វិជាបានអាបត្តិនេះបានទី1ប្រកាសតំបន់វិញ្ឆ័យជាលក្ខណៈប្រព័ន្ធបានន័យថាប្រកាសមកភូមិណាភូមិហ្នឹងឲ្យជាបរិវត្តដឹងឮមានរើសតាំងពីចាស់ទុំចាស់ប្រជាហៅចាស់ប្រជាមេភូមិទី2ដំណាក់កាលវាស់វែងបានន័យថាវាស់វែងហ្នឹងម្ចាស់ព្រំរៀងខ្លួនឈោច្អល់បានគេវាស់ព្រំមួយទៅតាមការច្អល់បង្ហាញហើយទី3លក្ខណៈបំពេញទិន្នន័យបានន័យថាម្ចាស់យកឯកសារសើបដាខ្លួនដូចជាសម្បត្តិកណើតពីកញ្ញានបានពីយកទៅបំពេញទិន្នន័យដោយមានឯកសារដីមកថាគាត់ទិញពីគេឬក៏គាត់កាន់កាប់ពី89ហ្នឹងជំនាញនឹងធ្វើការជូនតាមហ្នឹងទី4បិទផ្សាយជាសាធារណៈកាលពីហ្នឹងរយៈពេល30ថ្ងៃតែឥឡូវនេះបន្ថយនៅតែ15ថ្ងៃទេបាទបិទផ្សាយ30ថ្ងៃដោយមិនគិតថ្ងៃឈប់សម្រាកបន់ទានអ្វីទាំងអស់ជាបរិវត្តមានសិទ្ធិតវ៉ាគ្រប់បែបយ៉ាងផ្លូវអីគ្រប់ទាំងអស់បាទផុតពីហ្នឹងទៅបានគេធ្វើរបាយការណ៍មួយជាក់លាក់បាន45ថ្ងៃបានចេញប្លង់បាទអរគុណលោកយាយងិនជាគាត់ចង់បាននោះប្រហែលជាគាត់អត់បានយល់ថាប្លង់គាត់គាត់ដើរចាប់គេចាត់ឲ្យតែខ្ញុំមិនមានអីទូមណោះទេយើងជាអាជ្ញាធរទៅវិញទៅពេញការងារជូនគាត់គឺគាត់ចង់បានដីចំណីផ្លូវដែលជាដីរបស់រដ្ឋឲ្យកាត់ឲ្យគាត់ឲ្យអីខ្ញុំអត់មានសិទ្ធិទេអញ្ចឹងទេឲ្យគាត់ក៏ទៅខេត្តនឹងរាប់ឆ្នាំបើតាមខ្ញុំដឹងទៅតាំងពីជំនាន់អាបាខេត្តមុននោះបាទអញ្ចឹងទេខ្ញុំដូចជាមិនមានអីទេយើងអរគុណបាទអរគុណលោកអាបាណាបញ្យល់នេះណាគេចាក់សាជួយ แล้วตอนนั้นเคยแกะตายอ่ะ